រដូវផ្ការីឆ្នាំក្រោយយើងជួបគ្នាទៀតលាបាទជំរាបសួរពុកម៉ែបងប្អូនរដូវទស្សនាព្រៃភ្នំក៏ដូចជាព្រៃឈើបានត្រឡប់មកដល់ហើយដោយសារឥឡូវនេះកំពុងតែចាប់ផ្ដើមចូលដើមរដូវវស្សាធ្លាក់ភ្លៀងបដាហើយអញ្ចឹងធ្វើឲ្យទិដ្ឋភាពនៅតាមព្រៃភ្នំក៏ដូចជាតាមព្រៃឈើហ្នឹងគឺចាប់ផ្ដើមលាស់បៃតងខ្ចីគួរជាទីគយគន់សម្រាប់អ្នកទាំងអស់គ្នាទស្សនាហើយឥឡូវនេះយើងមកដល់មន្ទីរបរិស្ថានហើយយើងកំពុងតែចូលចុះឈ្មោះនៅមន្ទីរបរិស្ថាននៅសហគមន៍រលាក់កងជើងអ្នកនរគ្នាបន្ទាប់ពីយើងបំពេញទំនងបែបបោតរួចហើយឥឡូវយើងក៏បានបន្តដំណើរបន្តមកដល់ផ្ទះសហគមន៍ផ្ទាល់តែម្ដងដើម្បីទុកម៉ូតូហើយរៀបចំអីវ៉ាន់ដើម្បីបន្តដំណើរឡើងទៅកាន់ខ្នងភ្នំខាងលើគោលដៅរបស់យើងគឺយើងនឹងឡើងទៅកាន់ខ្នងក្រពើរួចសម្រាប់នៅក្នុងមួយយប់ហើយយើងនឹងចេញទៅកាន់ខ្នងសំពៅឬខ្នងផ្សារអ្នកទាំងអស់គ្នាគឺនៅក្នុងដំណើរកម្សាន្តមួយនេះដែរគឺយើងសូមឲ្យសហគមន៍ចំនួន2នាក់គាត់ជួយយើងគឺមានបងចាតហើយនិងសុវណ្ណអញ្ចឹងយើងគ្នា6នាក់បុកជាមួយនឹងកាយ2នាក់ទៀតអញ្ចឹងយើងមានគ្នា8នាក់ឥឡូវនេះយើងគោលដៅរបស់យើងដែលយើងត្រូវទៅហ្នឹងគឺយើងចាប់ដើមចេញដំណើរតាមគោយន្តហើយអញ្ចឹងទិដ្ឋភាពតាមគោយន្តដូចដែលអ្នកនរគ្នាបានឃើញគឺយើងជិះគោយន្តតាមផ្លូវទៅមានកាត់ស្ទឹងកាត់បន្លាយអញ្ចឹងទៅហើយឃើញមានផ្ទះអ្នកភូមិហ្នឹងដែរយើងជិះហិតបានដល់ជើងភ្នំតែម្ដងទេអ្នកនរគ្នាដោយសារវាមានអូវាមានទឹកអីជ្រៅដែរអញ្ចឹងយើងត្រូវចុះពីគោយន្តយើងក៏បន្តដំណើរថ្មើរជើងហ្នឹងទៅតែម្ដងវាជាវីដេអូកាលពីឆ្នាំទៅអ្នកនរគ្នាកាលពីពួកយើងបានទៅទស្សនានៅដើមរដូវវស្សាឆ្នាំទៅហើយមូលហេតុដែលខ្ញុំសម្រេចចិត្តរើសយកវីដេអូនេះដើម្បីរៀបចំធ្វើជូនបងប្អូនបានទស្សនាម្ដងទៀតដោយហេតុថាវាចាប់ផ្ដើមដល់រដូវកាលដែលយើងត្រូវទៅទស្សនាទៀតហើយអញ្ចឹងខ្ញុំចង់រំលឹកអនុស្សាវរីយ៍ដែលយើងបានទៅស្រង់យកផ្ដិតយកនៅទិដ្ឋភាពដ៏ស្រស់ស្អាតបៃតងខ្ចីមើលទៅស្រស់ស្រាយមែនទែនហ្នឹងគឺធ្វើឲ្យយើងដកជាប់អារម្មណ៍ហ្នឹងគឺយើងរំលឹកនៅអនុស្សាវរីយ៍ហ្នឹងឡើងវិញក៏ចង់ចែកជូនបងប្អូនទស្សនាតែដើម្បីបានរបស់ល្អអ្នកនរនេះត្រូវពុះពៀនតិចហើយដោយតែទាំងអស់គ្នាបានឃើញអញ្ចឹងយើងត្រូវកាត់ឧបសគ្គមួយចំនួនដូចជាឆ្លងស្ទឹងដែលមានជម្រៅជ្រៅគួរសមដែរដោយសារភ្លៀងច្រើនហើយយើងត្រូវកាត់ឧបសគ្គផ្សេងៗយើងឆ្លងស្ទឹងឆ្លងអូនឹងឯងឥឡូវយើងឈប់សម្រាប់បាយថ្ងៃត្រង់បន្តិចសិនបន្ទាប់ពីបាយហើយយើងរៀបចំបន្តដំណើរទៅទៀតដោយសារយើងធ្វើដំណើរក្រោមតំណក់ភ្លៀងអ្នកនរគ្នាធ្វើដំណើរក្រោមភ្លៀងអញ្ចឹងធ្វើឲ្យទឹកស្ទឹងទឹកអូមួយចំនួនឡើងខ្លាំងដែរដោយតែអ្នកនរគ្នាបានឃើញគឺវាហូរខ្លាំងអញ្ចឹងយើងត្រូវការដើរឲ្យប្រយ័ត្នបន្តិចយើងត្រូវប្រយ័ត្នប្រយែងមែនតើប៉ុន្តែមិនធ្វើទេដោយសារមិនមែនយើងទៅតែខ្លួនឯងទេយើងមានកាយនាំដែរអញ្ចឹងណាយើងមានកាយគាត់នាំសហគមន៍គាត់នាំដែរអញ្ចឹងយើងធានាសុវត្ថិភាពបានហើយឃើញកន្លែងនេះអញ្ចឹងយើងត្រូវដើរកាត់ស្ទឹងកាត់អូកាត់ទឹកជ្រោះដែរដោយសារភ្លៀងខាងលើខ្លាំងអញ្ចឹងហូរជាជ្រោះអញ្ចឹងយើងត្រូវដើរប្រយ័ត្នប្រយែងដែរប៉ុន្តែស្រស់ស្អាតមែនតើអ្នកនរវាស្រស់ស្អាតមែនតើដោយដែលឃើញឧបសគ្គមួយចំនួនដែលពួកយើងបានឆ្លងកាត់អញ្ចឹងខ្ញុំអត់ recommend ឲ្យអ្នកនរគ្នាមកតែខ្លួនឯងទេឬក៏មកតែក្រុមខ្លួនឯងដែលអត់បានប្រើប្រាស់សេវាសហគមន៍ទេអ្នកនរគ្នាចាំបាច់ត្រូវយកសេវាសហគមន៍ព្រោះដោយសារពួកគាត់ស្គាល់ផ្លូវស្គាល់ភូមិសាស្ត្រអញ្ចឹងគាត់ជួយអ្នកនរគ្នាបានច្រើនហើយទន្ទឹមនឹងដែរអ្នកនរគ្នាគាត់ត្រូវប្រយ័ត្នប្រយែងដែរជាពិសេសនៅរដូវភ្លៀងនេះតែម្ដងវាអាចរអិលអាចទឹកស្ទឹងហូរខ្លាំងអាចជ្រោះហូរខ្លាំងអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងត្រូវប្រយ័ត្នមែនទែនហើយកុំភ្លេចសេវាសហគមន៍ធ្វើយ៉ាងណាឲ្យអ្នកទាំងអស់គ្នាសប្បាយហើយប្រកបទៅដោយសុខសុវត្ថិភាពទៀតនោះបានហៅថា trip ឬក៏ដំណើរកម្សាន្តដែលប្រកបទៅដោយភាពរីករាយលើឡើងតែដើរនិយាយឥឡូវយើងដល់ផ្នែកខាងលើឃើញមានផ្កាជាហួតផ្កាអេរិកដំណើរហើយយើងជិតដល់គោលដៅមែនតើតែយើងក៏មិនទាន់អស់ជ្រោះដែរយើងនៅមានជ្រោះមានចលងអីដែរហ្នឹងអញ្ចឹងដូចតែឃើញស្រាប់អញ្ចឹងសារឧបសគ្គច្រើនដែរដូច្នេះយើងដើរក៏អត់បានលឿនដែរយើងត្រូវចំណាយពេលប្រហែលជា6ម៉ោងមិនដល់ទៅដល់លើអញ្ចឹងដល់ប្រហែលជាម៉ោង6កន្លះយើងរៀបចំតង់រៀបចំអីទៀតបូកទៅប្រហែលជា8កន្លះអញ្ចឹងបានរៀបចំធ្វើម្ហូបធ្វើអីបាយល្ងាចនឹងបណ្ដើរបន្តហើយយើងទៅសាកបាយល្ងាចទាំងអស់គ្នាស្នាដៃចុងភៅរលាក់កងជើងទាំងអស់គ្នាឆ្ងាញ់យ៉ាងណាដែរតោះហើយព្រឹកល្មមអ្នកនរគ្នាឥឡូវក៏យើងព្រឹកហើយយើងចាំមើលឥឡូវយើងចេញពីតង់ទៅមើលទិដ្ឋភាពពេលព្រឹកបរិយាកាសពេលព្រឹកមិនទៅស្រស់ស្អាតប៉ុណ្ណាដែរទីនេះជាឋានសួគ៌មែនទេ ហ
ចឹងបងប្អូនទាំងអស់នេះជាទស្សនវិជ្ជាទាំងស្រុងនៅលើក្នុងកពើហើយអ្វីដែលខ្ញុំចង់អុលនេះគឺបើសិនជាយើងឈប់តនៅលើក្នុងកពើនឹងតយើងឃើញទំនប់ប្រាសាទហើយឡើយខ្ញុំចង់អុលហ្នឹងគឺសាច់ជាច្រឡងណានេះជាច្រឡងហើយដែលយើងកំពុងតែដើរលើក្នុងភ្នំហ្នឹងគឺជាកន្លែងដែលខ្ពស់ជាងគេហើយមកដល់កន្លែងនេះយើងឃើញថ្មដែលមានរាងដូចជាខ្នងកពើតែម្ដងនឹងជាមូលហេតុដែលគេហៅថាជាភ្នំក្នុងកពើហ្នឹងឯងបាទឥឡូវនេះម៉ោង1 កន្លះហើយយើងចំតង់របស់យើងរួចស្រេចហើយយើងរៀបដំណើរចេញពីផ្ទះស៊ីឯងឈ្មោះដំណើរបន្តទៅកាន់ក្នុងផ្សារបាទក្នុងផ្សារហើយនេះគឺជាទិដ្ឋភាពដែលយើងធ្វើទៅក្នុងផ្សារនេះផ្លូវកានេះតោះនេះយើងត្រូវចុះដើរក្នុងផ្សារនោះវាលធំកានេះវាលរបស់ក្នុងកពើនេះយើងត្រូវដើរកាត់នឹងហើយផាយើងដើរហើយ4 ម៉ោងទៅ5 ម៉ោងនេះមិនដល់ដោយសារយើងត្រូវដើរកាត់ព្រៃហើយជាព្រៃសើមទៀតអញ្ចឹងសបោទៀតអ្នកនរអញ្ចឹងយើងត្រូវមានថ្នាំខ្លះដើម្បីជំនួយបាញ់ដៃបាញ់ជើងយើងដើម្បីបញ្ជិះទៀតកុំឲ្យតោងបាយបាយទាំងស៊ីអើយបាទអញ្ចឹងបន្ទាប់ពីសម្រាប់នៅក្នុងកពើមួយយប់មកយើងក៏រៀបចំទៅក្នុងសពើក្នុងផ្សារមួយយប់ទៀតអ្នកនរគ្នាអញ្ចឹងឧបសគ្គដែលយើងត្រូវដើរបន្តហ្នឹងគឺដើរកាត់ព្រៃក្រាស់ព្រៃសើមហើយសបោទៀតមែនតើតាមដែលកាយគាត់ប្រាប់មកណាអញ្ចឹងចាំមើលថាតើតាណារបស់យើងបន្តទៅទៀតហ្នឹងមានអីកើតឡើងទៀតជួបអីគេខ្លះតោះយើងទៅមើលគ្នានេះឥឡូវយើងផុតវាលហើយនេះយើងត្រៀមចូលព្រៃអញ្ចឹងក្នុងព្រៃខាងមុខនេះគឺជាកន្លែងដែលយើងត្រូវជួបឧបសគ្គជួបទាជួបអីណាព្រៃកន្លែងហ្នឹងក្រាស់នេះឲ្យសើមជាប់សូម្បីតែខែប្រាំងក៏កាយគាត់ប្រាប់ថាវាសើមដែរអញ្ចឹងទៅវាធ្វើឲ្យជាឋានសួគ៌របស់ទាដែលអាចនៅនឹងបានសងំលាក់ខ្លួននឹងអញ្ចឹងបើសិនជាអ្នកនរនេះអាចនឹងមាន trip នឹងមានដំណើរកំសាន្តត្រូវដើរកាត់ពីខ្នងសពើឬក៏ក្នុងផ្សារទៅក្នុងកពើឬក៏បកពីក្នុងកពើមកក្នុងផ្សារអ្នកនរគ្នាទៅប្រយ័ត្នកន្លែងហ្នឹងដែរណាមានទាកមានអីដែរមិនជាគ្រោះថ្នាក់អីទេអ្នកនរគ្នាគ្រាន់តែថាវាទាកវាអាចទៀមទៅវាឈាមដែរអ្នកនរគ្នាដើរអស់រយៈពេលប្រហែលជា5 ម៉ោងឥឡូវក៏ដល់គោលដៅនៅយើងចេញពីព្រៃក្រាស់ដែលខ្ញុំហៅថាព្រៃទាកមិញហ្នឹងឥឡូវយើងចេញមកដល់ដីវាលដីវាលនេះគឺជាតំបន់ខ្នងសពើហ្នឹងហើយអ្នកនរអញ្ចឹងយើងមកដល់តំបន់ដែលយើងត្រូវបោះតង់ហើយមកដល់នេះមានលក់នំប៉ាវទៀតដែរមែនតើមានលក់នំប៉ាវទៀតផ្សារនំប៉ាវអញ្ចឹងយើងមកដល់ប្រហែលជាម៉ោង7-15 នាទីក៏យើងញាប់ដៃញាប់ជើងរៀបចំធ្វើម្ហូបពុះឃ្លានដែរអ្នកនរឃ្លានហ្នឹងត្រឡប់ខ្ញុំអ្នកទាំងអស់គ្នាថ្មីបើយើងយកកាយមកមែនប៉ុន្តែមិនមែនចាំបាច់តែគាត់ត្រូវតែធ្វើឲ្យយើងទៅម្ដាយមួយជើងម្នាក់អ្នកនរគ្នាឥឡូវខ្ញុំចូលចក្រានខ្ញុំទៅចង់ធ្វើឆ្ងាញ់អត់ឆ្ងាញ់មិនដឹងទេដឹងថាឃ្លានគឺឆ្ងាញ់ឯណោះអញ្ចឹងម្ដាយមួយជើងម្នាក់បានឆាប់បានបាយជុំគ្នាណា
ចឹងបន្ទាប់ពីសម្រាប់មកយករួចហើយព្រឹកទី2ក៏មកដល់ឥឡូវយើងមើលទិដ្ឋភាពទាំងអស់គ្នាមើលយ៉ាងម៉េចដែរនៅខាងក្រៅតង់វ៉ាវស្អាតណាស់អ្នកនរឥឡូវចាំមើលចេញពីតង់មកខ្ញុំដើរថតអ្វីដែលកាន់តែពិសេសសម្រាប់អ្នកនរគ្នាបានទស្សនាទៀតចេញមកខាងក្រៅតង់ផុតបានអ្នកនរគ្នាតាំងតើអូឋានសួគ៌ពិតនៅកន្លែងណាឋានសួគ៌ក្រំមេឃនេះគឺមានពិតមែនមិនប្រងយូរក៏មកដល់ហាងនំប៉ាវដាក់នំប៉ាវមួយដើម្បីមានកន្លងដើមលើទិដ្ឋភាពជុំវិញដល់អ្នកនរគ្នាបានទស្សនាជាមួយខ្ញុំដែរអញ្ចឹងបន្ទាប់ពីបានទស្សនាកំសាន្តសប្បាយនៅតំបន់ក្នុងសំពៅនេះមួយព្រឹកធំយើងក៏បានរៀបចំតង់រៀបចំនៅវ៉ាន់របស់យើងសម្ភារៈផ្សេងៗហ្នឹងដើម្បីត្រៀមខ្លួនត្រឡប់ទៅខាងក្រោមវិញគួរជំរាបអ្នកទាំងអស់គ្នាថាយើងអត់បានបន្តដំណើរទៅដល់ក្នុងផ្សារទេទីមួយដោយសារពេលវេលារបស់យើងមានតិចតួចហើយទីពីរដោយសារពីយប់មិញហ្នឹងយើងរឿងអស់កម្លាំងច្រើនផងអញ្ចឹងយើងម្នាក់ក៏សម្រេចចិត្តថាយើងមិនបន្តដំណើរទៅដល់ក្នុងផ្សារទេយើងត្រឹមកំសាន្តនៅក្នុងសំពៅនេះក៏បានដែរជាអារម្មណ៍ខ្ញុំផ្ទាល់ទោះបីនៅត្រឹមក្នុងសំពៅនេះក៏ល្អមួយយ៉ាងដែរព្រោះថាទស្សនវិជ្ជាយើងអាចសន្និដ្ឋានបានថាមិនខុសគ្នាទេសម្រាប់រដូវវស្សាដែលចុះពេញទៅដោយអាប់បែបនេះសង្ឃឹមថាខ្ញុំនឹងមានវីដេអូស្ដីពីទីតាំងឬក៏តំបន់ស្អាតៗផ្សេងៗទៀតដើម្បីចែកជូនពុកម៉ែបងប្អូនបានទស្សនាអរគុណសម្រាប់ការទស្សនារបស់ពុកម៉ែបងប្អូនជូនពរសុខភាពល្អសំណាងល្អបាយបាយ